មើលតែក្បាលវីដេអូហ្នឹងក៏ដឹងដែរបងប្អូនរៀងលេខឡាទីហើយបកងចង់រត់ចោលចានហើយនេះជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺមានមុខម្ហូបមកចែករំលែកបងប្អូនទៀតហើយថ្ងៃនេះគឺធ្វើបង្កងដុតអំបិលម្ទេសបងប្អូនដោយសារថ្ងៃហ្នឹងប្តីគាត់ប្រាប់ថាគាត់រៀងអស់កម្លាំងអញ្ចឹងគាត់ចង់ញ៉ាំម្ហូបឆ្ងាញ់ហើយប្លែកអីអញ្ចឹងណាអញ្ចឹងក៏នឹកឃើញម្ហូបមុខនេះក៏ចាត់ចែងធ្វើទៅហើយប្រពន្ធនេះក៏ដូចចិត្តទៀតលឺតែប្តីអស់កម្លាំងអញ្ចឹងជាងកន្លះគីឡូបងប្អូនហើយបង្កងដែរគឺរៀបចំស្រស់ល្អមែនតើបងប្អូនគឺយើងយកវាមកធ្វើដុតអំបិលម្ទេសអញ្ចឹងណាបងប្អូនហើយឥឡូវនេះបង្កងរបស់យើងហ្នឹងលាងទឹកឲ្យស្អាតយើងធ្វើការកាត់ថ្មវាចេញបងប្អូននេះយើងកាត់វាចេញសម្អាតឲ្យអស់ចឹងមកដើម្បីឲ្យពេលយើងយកវាទៅអប់ជាមួយនឹងអំបិលម្ទេសហ្នឹងគឺថាអត់វាអត់ដៃជើងវានឹងអត់ចង្អេងចង្អាយអញ្ចឹងយើងធ្វើការកាត់វាឲ្យស្អាតចឹងមកហើយពុះទំនងខ្នងវាដើម្បីឲ្យដល់ពេលដែលយើងលាយគ្រឿងទៅគឺថាវាចូលជាតិសពបានល្អអញ្ចឹងណាបងប្អូនហើយសម្រាប់ដៃជើងបកងហ្នឹងគឺថាយើងអត់ចោលបងប្អូនយកវាទៅដំចឹងទៅពេលដែលយើងញ៉ាំមកគឺវាស្រួលបកវាអត់ពិបាកទេខំអីអញ្ចឹងណាយើងដំវាឲ្យយ៉ាងទុមកពេលដែលយើងលាយគ្រឿងទៅគឺវាចូលជាតិបានល្អដែរបងប្អូនយើងធ្វើការកាត់សម្អាតវាអញ្ចឹងមកបង្កងកាត់វាទុកឲ្យស្អាតហើយយកវាទៅទុកម្ដុំបងប្អូនឥឡូវនេះយើងការរៀបគ្រឿងសម្រាប់ទ្របជាមួយនឹងបង្កងរបស់យើងត្រូវធ្វើការលាងជាមួយនឹងរំដេងគល់ក្រីស្លឹកក្រូចសើចយើងធ្វើការហាន់រំដេងដំគល់ក្រីស្លឹកក្រូចសើចយើងបេះវាអញ្ចឹងមកណាបងប្អូនដើម្បីយើងទ្របបាត់ខ្ទះរបស់យើងនៅពេលដែលយើងដុតជាមួយអំបិលណាបងប្អូនហើយឥឡូវនេះយើងមកធ្វើការបុកជាមួយនឹងអំបិលរបស់យើងដាក់ខ្ទឹមសម្ទេសសម្រាប់ម្ទេសនេះបងប្អូនចូលចិត្តហឹរប៉ុន្មានដាក់តាមហ្នឹងបងប្អូនយើងបុកឲ្យវាខ្ទឹមម្ទេសហ្នឹងឲ្យវាម៉ត់ចូលគ្នាបានល្អចឹងទៅយើងបុកសម្រាប់លាយជាមួយនឹងបង្កងយើងខ្លះនិងយើងធ្វើទឹកត្រីខ្លះបងប្អូនខ្ទឹមហើយនិងម្ទេសរបស់យើងគឺបានបុកម៉ត់ល្អហើយយើងដួសវាទុកម្ល៉េះសិនឥឡូវយើងមកធ្វើការរៀបជាមួយនឹងបង្កងរបស់យើងបង្កងហ្នឹងយើងយកវាទៅលាងទឹកម្សៅទៀតឲ្យស្អាតហើយទុកវាឲ្យស្រស់ទឹកណាបងប្អូនហើយយើងយកវាមកដាក់ក្នុងឆ្នាំងចឹងមកដើម្បីយើងលាយគ្រឿងស្រួលក្លុកហើយគ្រឿងដែរយើងលាយអត់មានអីទេគ្រឿងបុកដែលយើងមានបុកមិញហ្នឹងមានខ្ទឹមសនិងម្ទេសទឹកប្រេងខ្យងម្សៅស៊ុបស្ករប៊ីចេងអីហ្នឹងណាបងប្អូនយើងធ្វើការកូរច្បល់បង្កងរបស់យើងហ្នឹងឲ្យចូលនឹងគ្រឿងទេសរបស់យើងទៅហើយយើងទុករយៈពេល10ទៅ15នាទីឬក៏បើសិនជាបងប្អូនបញ្ញាប់អីធ្វើតែ5នាទីអីក៏បានដែរបងប្អូនដោយសារតែបង្កងហ្នឹងគឺយើងបានវះខ្នងរបស់វានៅរៀងជ្រៅបន្តិចដើម្បីឲ្យចូលជាតិអញ្ចឹងណាបងប្អូនហើយឥឡូវនេះយើងមកធ្វើការរៀបទ្របបងរបស់យើងហ្នឹងបងប្អូនដើម្បីឲ្យពេលយើងដុតទៅរៀងឈ្ងុយអញ្ចឹងណាហើយគ្រឿងអត់មានអីច្រើនទេគ្រឿងដែលយើងបានរៀបចំមុនហ្នឹងមានគល់ក្រីរំដេងស្លឹកក្រូចសើចយើងធ្វើការរៀបជាមួយនឹងបាតខ្ទះអញ្ចឹងមកហើយបង្កងយើងនឹងបានផ្អាប់ទុករយៈពេល10នាទីហ្នឹងយើងធ្វើការរៀបតម្រៀបវានៅលើហ្នឹងទៅបងប្អូនយើងធ្វើការរៀបបង្កងរបស់យើងនឹងឲ្យរួចរាល់ស្រេចទៅហើយសម្រាប់ទឹកដែលយើងយកទៅច្បល់ជាមួយបង្កងមិញហ្នឹងយើងកុំចោលបងប្អូននេះយើងយកវាមកស្រោចពីលើចឹងមកគឺថាពេលដែលវាឆ្អិនទៅគឺថាឈ្ងុយពេញផ្ទះតែម្ដងបងប្អូនយើងធ្វើការគ្របវារយៈពេល5នាទីទៅគឺថាបង្កងរបស់យើងហ្នឹងគឺបានឆ្អិនហើយឥឡូវនេះយើងមកធ្វើការប្រែត្រឡប់វាគឺថាបង្កងហ្នឹងគ្រាន់តែបើកគម្របមកឈ្ងុយ4-10ផ្ទះហ្មងបងប្អូននេះហើយឡើងពណ៌ឡើងក្រហមស្អាតទេបងប្អូនបង្កងយើងចិត្តឆ្អិនហើយឥឡូវនេះយើងមកធ្វើការលាយជាមួយនឹងទឹកជ្រលក់របស់យើងថ្ងៃនេះដែរទឹកជ្រលក់ខ្ញុំធ្វើពីរមុខបងប្អូនធ្វើទឹកត្រីកកុងមួយមុខនិងទឹកម្រេចមួយមុខហើយអត់មានអីច្រើនទេបងប្អូនលាយធម្មតាហ្នឹងដាក់តែស្ករប៊ីចេងទឹកត្រីអីម្សៅស៊ុបអីហ្នឹងអឺទឹកដោះគោបន្តិចណាបងសម្រាប់ទឹកត្រីបុករបស់យើងគឺដាក់ទឹកដោះគោអញ្ចឹងគឺថាឆ្ងាញ់តែម្ដងបងប្អូននេះឥឡូវនេះមកមើលបង្កងរបស់យើងម្ដងទៀតបងប្អូននេះគឺថាឡើងក្រហមល្អហើយឡើងឈ្ងុយមែនតែនហ្មងណាបងប្អូននេះគឺថាតំណងឆ្ងាញ់មែនតែនហ្មងស្រក់ទឹកមាត់តក់ហ្មងណា
lời ní bằng con rồi bỏ dưỡng cứ bàn chân rồi hỏi đai dương vừa ca riệp đã chan tới mong ôn còn thà đã nằm cái lạn tí ra trong ngọc con nó trong rụt trao chan này chẳng áนี่บางปอนสัตว์บางกองរបស់យើងឡើងស្វិតហើយឡើងឆ្ងាញ់មែនតើណាដាក់ជាមួយនឹងទឹកត្រីចឹងមកគឺថាជាតិតោះឥឡូវនេះមកអញ្ជើញញ៉ាំបាយទាំងអស់គ្នាបងប្អូន Tách cho lụa cho máu. Đây có chén. Đây có con ở trên này. Chết nó. Nó một con với tàu nó mình tập năng học cùng tràn bye bye